ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុង YouTube ទាំងអស់គ្នាបាទខ្ញុំបាទថ្ងៃនេះមានសាច់រឿងមួយដែលនិយាយពីអ៊ំស្រីចាស់ម្នាក់ដែលគាត់រស់នៅតែឯងនៅតាមដងទន្លេសាបចុះមកខាងខេត្តបាត់ដំបងវិញសាច់រឿងហ្នឹងមានដូចជានៅក្នុងឆ្នាំ1989ទៅ9ជាងនៅភូមិតូចមួយជិតទន្លេធំក្នុងប្រទេសកម្ពុជាយើងនោះមានស្រីចំណាស់ម្នាក់គាត់ឈ្មោះយីស៊ូនដែលក៏រស់នៅតែម្នាក់ឯងយីស៊ូនគឺជាមនុស្សដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងការលំបាកជាច្រើនជីវិតរបស់គាត់សាមញ្ញណាស់រៀងរាល់យប់គាត់តែងតែអុំទូកតូចចេញទៅស្ទូចត្រីស្លាតនៅនឹងពេលយប់គេស្ទូចត្រីស្លាតព្រោះជាវិធីមួយដែលគាត់អាចរកអាហារសម្រាប់រស់នៅបានហើយនឹងលក់ដូរហើយទូកក៏មានចង្គៀងមួយកណ្ដាលទូកណាគេដាក់ចង្គៀងហ្នឹងគេមានដូចជាអាតុងខ្លាញ់យើង4ជ្រុងណាគេវះកដាលទៅគេដាក់ភ្លើងក្នុងហ្នឹងឯងហើយគេចំហខាងលើកុំឲ្យខ្យល់បក់ទៅលត់យប់មួយព្រះច័ន្ទពាក់កណ្ដាលលាក់ក្រោយពពកខ្យល់ត្រជាក់បក់ស្រាលហើយទន្លេធំនោះស្ងប់ស្ងាត់ប្លែកពីធម្មតាយេស៊ូអង្គុយលើទូកដាក់ចង្គៀងតូចមួយនៅជិតខ្លួនភ្លើងវាភ្លឺភ្លាក់ដូចជាចង់ផុតពលឺគ្រប់ពេលភ្លាមនោះក៏លឺសលេងកុកដកដង្ហើមសំឡេងខ្យល់សំឡេងសត្វយំដូចជាអ្វីមួយកំពុងតែប៉ះទូកពីក្រោមទឹកដំបូងគាត់គិតថាប្រហែលជាត្រីធំប៉ុន្តែសំឡេងនោះកាន់តែខ្លាំងឡើងនិងមានលក្ខណៈមិនធម្មតាគាត់ឈប់ស្ទូចត្រីហើយមើលចុះទៅក្នុងទឹកងឹតភ្លាមនោះមានវត្ថុធំមួយលោតចេញពីក្នុងទឹកហើយធ្លាក់ចំកណ្ដាលទូករបស់គាត់ទឹកច្របាច់ឡើងលើមុខគាត់បាច់សាច់ចង្គៀងផុតភ្លើងយេស៊ូនភ័យខ្លាំងដង្ហើមរហូតដកដង្ហើមរហូតមិនអាចនិយាយអ្វីបានពេលគាត់មើលច្បាស់វាមិនមែនជាឈើធម្មតាទេវាគឺជាមឈូសចាស់មួយមឈូសធំមើលទៅចាស់និងសើមទឹកមានខ្សែចងរុំជុំវិញដូចជាមានអ្វីនៅខាងក្នុងចង្គៀងចាប់ដើមភ្លឺខ្សែខ្យល់ក៏ឈប់បក់ទាំងអស់ខ្លាចជាស្ងប់ហើយបន្ទាប់មកលឺសលេងក្លុកមឈូសចាប់ដើមញើយេស៊ូនដកខ្លួនថយក្រោយភ្នែកគាត់ពេញទៅដោយភាពភ័យខ្លាចក្លុកក្នុងមឈូសគម្របមឈូសបបយឺតចេញសំឡេងឈើបាក់បែកគួរឲ្យរន្ធត់ពីក្នុងភាពងងឹតមានអ្វីមួយចេញមកដំបូងគឺសក់វែងខ្មៅវាស្រក់ទឹកហើយធ្លាក់ចុះដល់ជើងបន្ទាប់មកដៃស្ដើងមួយលាតចេញពីក្នុងមឈូសហើយយឺតខ្មោចស្រីម្នាក់ឡើងមកមុខរបស់នាងស្លេកសដូចជាមនុស្សស្លាប់យូរហើយស្បែកបាក់បែកភ្នែកគ្មានពណ៌មានតែភាពងងឹតនាងញញឹមដែលមិនគួរជាមនុស្សហើយនាងលើកដៃចង្អុលទៅមុខយេស៊ូនមកជាមួយខ្ញុំយេស៊ូនស្រែកប៉ុន្តែសំឡេងមិនចេញគាត់ព្យាយាមរត់ប៉ុន្តែជើងគាត់ដូចជាត្រូវអ្វីមួយចាប់ខ្យល់ត្រជាក់ខ្លាចជាអាសន្នទឹកជុំវិញទូកចាប់ដើមរអិលហើយភ្លាមខ្មោចនោះលោតទៅលើគាត់សំឡេងស្រែកលាន់ពេញទន្លេព្រឹកថ្ងៃបន្ទាប់អ្នកភូមិបានរកឃើញទូកនោះវាអណ្ដែតលើទឹកដោយគ្មានមនុស្សមឈូសនៅតែស្ថិតលើកណ្ដាលទូកប៉ុន្តែវាបើកទទេហើយនៅលើជើងទូកមានតែស្នាមដៃសើមដូចជាអ្វីមួយបានអូសមនុស្សចុះទៅក្នុងទឹកចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់ហ៊ានទៅស្ទូចត្រីនៅទីនោះទៀតឡើយព្រោះពួកគេជឿថានៅក្រោមទន្លេនោះមានអ្វីមួយកំពុងរង់ចាំអ្នកបន្តជាច្រើនថ្ងៃក្រោយមកបាត់ដំណឹងយេស៊ូនបន្ទាប់មកក៏មានអ្នកភូមិជាច្រើនចាស់
ជាពិសេសជាចាស់នារីដែលគាត់តែងតែមកស្ទូចត្រីហើយអត់ហ៊ាននៅឆ្ងាយនេះទេស្ទូចចិត្តគ្នាហើយក៏គេបានឃើញខ្មោចយេស៊ូនដែលគាត់បានស្លាប់នឹងនៅលើដើមឈើមួយដែលឃើញភ្លើងហោះចូលទៅក្នុងដើមឈើហ្នឹងគេក៏បានសម្លឹងមើលទៅក៏ឃើញខ្មោចយេស៊ូននៅលើដើមឈើហ្នឹងឯងអញ្ចឹងគេគិតថាយេស៊ូនបានស្លាប់ហើយក៏យេស៊ូនអត់បានធ្វើបាបណាដែរគាត់នៅលើដើមឈើហ្នឹងបន្ទាប់មកគេក៏លែងហ៊ានទៅស្ទូចត្រីម្ដងនឹងទៀតបាទហើយអរគុណពុកម៉ែបងប្អូនបានស្ដាប់រឿងខ្ញុំសម្រាយរឿងនេះស្ថិតនៅតាមដងស្ទឹងទន្លេសាបខាងខេត្តបាត់ដំបងតែខ្ញុំមានបញ្ជាក់ទីតាំងទេព្រោះរឿងយូរច្រើនឆ្នាំដែរបាទសូមអរគុណហើយជួយ Subscribe ហើយនិង Like Channel ខ្ញុំផងអរគុណជម្រាបលា